និយាយទៅដល់ខែរដូវមានពោតជ្រុះហើយបងប្អូនខែនេះគឺពោតទុំគឺជ្រុះមានហើយបងប្អូនដោយសារតែមហឹកនេះមួយរយៈនេះគឺខ្យល់គឺច្រើនបងប្អូនដូច្នេះពោតដែលនៅទុំលើដើមក៏ត្រូវបានខ្យល់បក់បោកមកជ្រុះមកដីហើយខ្ញុំក៏បានធ្វើដំណើរទៅដើររកពោតបងប្អូនហើយខ្ញុំក៏បានរើសបានប្រហែលជាច្រើនបងប្អូនច្រើនប្រហែលជាមួយកម្មាធំបងប្អូនបើដាក់ចូលក្នុងក្រុងបេនិយាយទៅបានកន្លះក្រុងបេទូចបងប្អូនហើយខ្ញុំដើរវែកទៅតាមធ្លាក់ចូលក្នុងគុម្ពស្មៅគុម្ពអីបងប្អូនហើយដើមវានេះគឺថាធំណាស់បងប្អូនអញ្ចឹងបានខ្ញុំរើសបានច្រើនហើយខ្យល់ក៏ច្រើនដែរបងប្អូនអញ្ចឹងបានពោតជ្រុះមកបានច្រើនណាបងប្អូននិយាយទៅពោតបានយកទៅជ្រក់ជាមួយត្រីឆ្ដោត្រីផ្ទក់គឺឆ្ងាញ់ណាស់បងប្អូនជាពិសេសត្រីឆ្ដោមានពងមានអីហ្នឹងគឺឆ្ងាញ់ឯងជ្រក់មួយពោតគឺឆ្ងាញ់មែនតើឆ្ងាញ់លេខ1ហើយនិយាយទៅផ្លែពោតគឺជូរមុតឆ្ងាញ់ហើយបើបានដាក់ជាមួយអឺធ្វើម្ជូរពោតទៀតគឺថាឆ្ងាញ់លេខ1ហើយបានជាមួយនឹងត្រីឆ្ដោបដោអាំងទៀតហូបបាយនៅវាលស្រែខ្យល់រវិចចេះទៀតគឺឆ្ងាញ់អស់តោះនិយាយទៅបងប្អូនហើយខ្ញុំនៅតែបន្តរើសពោតដដែលដើម្បីយកទៅផ្ទះហើយនឹងក៏មានអ្នកណាសុំក៏ខ្ញុំចែកឲ្យគេហើយកន្លងមកខ្ញុំទៅរើសបានមានអ៊ំពូមីងគាត់អត់សុំក៏ខ្ញុំចែកឲ្យគាត់អីចឹងទៅដើម្បីជាមគ្គផលធម្មទានអមិសទានចែកគ្នាដើម្បីជាអំពើល្អអញ្ចឹងទៅខ្ញុំក៏ចេះតែរើសទៅបើយើងទុកទៅចោលដែរនិយាយទៅរើសបានខ្លះទៅបានទៅឲ្យម៉ែក៏បានយកទៅលក់ទៅអីចឹងទៅនិយាយទៅពោតនេះជ្រុះពេញដីពេញលើស្មៅនៅទួលហ្នឹងបងប្អូនហើយខ្ញុំបោះដាក់កម្មានិយាយទៅគឺច្រើនមែនតើនិយាយទៅពេញដីទៅមកដូចខ្ញុំថតវីដេអូតាំងពីដើមចំណុចចាប់ផ្ដើមមកចឹងបងប្អូនពោតនេះគឺច្រើនណាស់និយាយទៅដូចខ្ញុំប្រាប់ចឹងនិយាយទៅទំនងឆ្ងាញ់ណាស់បងប្អូនខ្ញុំគាត់វាសដៃដើម្បីមើលថាបានក្រែលនៅអីចឹងហើយខ្ញុំក៏ទម្លាក់បន្ថែមទៀតហើយទៅទុំល្អនឹងក្រហមហ្មងនិយាយទៅក្រាលពេញដីឥឡូវខ្ញុំក៏បានចាប់ដើមមកក្រុងថងអីដាក់វិញព្រោះអីវាណែនពេញកម្មានឹងហៀហូរហើយបងប្អូនហៀហូរពេញកម្មាហើយខ្ញុំខំប្រឹងធៀបដៃទៅមិនឲ្យវាមកទួលខ្ពស់ពេកឥឡូវខ្ញុំក៏បានរៀបចំយកកម្មាហើយបញ្ចប់វីដេអូតែប៉ុណ្្នឹងឯងបងប្អូន